បាទជំរាបសួរបងប្អូនថ្ងៃនេះមកទៀតហើយមកប្រកាសគោទៀតហើយបាទថ្ងៃនេះបាទបងប្អូននៅចាំមេមួយនេះនេះមេនេះថ្ងៃមុនដែលយើងមកឆែកបណ្ឌិតផ្ទៃពោះបាទតែអត់ផើមទេមេហ្នឹងតែឥឡូវដោយឈ្មោលហើយហើយមេនេះក៏ដោយឈ្មោលដែរបងប្អូននេះឥឡូវគឺដោយឈ្មោល2មេនេះឃើញបងប្អូនយើងចាប់អារម្មណ៍ច្រើនណាមេឡាយនេះវាស្អាតហ៎ឡើយដោយឈ្មោលឲ្យមើលឆែកមើលសិនបាទសំខាន់មេ2ទៀតថ្ងៃហ្នឹងបងប្អូនរកឈ្មោលមេ2ទៀតមេនេះគេនឹងណតមេឡាយនេះយើងរើណាឈរអានឹងមកបានគេមើលរៀងស្អាតបន្តិចនាងណាបងមើលស្អាតមែនមែនហ្នឹងរៀងគេដល់ហើយមកដោះគេដូចឡើងដូចផើមអញ្ចឹងដោះគេឡើងដូចផើមអញ្ចឹងតែឡើយចាំមើលមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទៀតទេបាទទឹកអល់វាបងគាត់ផ្ញើមកឲ្យមើលដូចអត់សូវស្រួលមិនទេបងប្អូនតែឡើយយើងចាំមើលរៀបចំឆាយក្រៀកមើលសិនបងប្អូនភាសាមេ2ចឹងទីតាំងគាត់នេះនៅខាងភូមិអីនៅភូមិព្រៃកបោបងប្អូនព្រៃកបោនៅចិត្តតាពាំងមានដែរបាទខាងឃុំស្នំកពើស្រុកកងវិស័យបាទមេខាងនេះគឺផើមហើយតែឡើយជាមួយយើងក្រៀកឆាយសិនបាទមេ2ថ្ងៃនេះចាំមើលបានបង្កាត់ទាំងពីរឬក៏យ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាហើយដាក់បាមួយណាខ្លះបាទហើយមួយរងចាំនឹងប្រហែលខែអត់ផើមឥឡូវដោយឈ្មោលអាលៀកស្បូនទៀតបងប្អូនអត់បានបង្កាត់ទេមួយនេះឥឡូវយើងព្យាបាលស្បូនវាសិនគាត់តែបងផ្ញើឲ្យទៅឃើញទឹកអល់វាបាទសង្ស័យអាលៀកស្បូនគូនេះហើយយើងមកឆែកមើលគឺអាលៀកមែនតែឡើយយកមេមួយទៀតបងឡើយមួយនេះអត់ទេខកអំដងទៀតទេមេនេះសង្ឃឹមថាផើមគាត់ដាក់បានសង្ឃឹមផើមអត់ផើមដល់ពេលឥឡូវរកឈ្មោលត្រូវមកបង្កាត់អាលៀកស្បូនទៀតចាយើងបង្កាត់អត់កើតទេយើងឥឡូវបានព្យាបាលហើយឥឡូវយើងមានមេមួយទៀតបាទមានមេមួយទៀតដែលត្រូវរកឈ្មោលដែរឥឡូវចាំមើលយើងតាមដានមេមួយនោះវិញម្ដងតើបានបង្កាត់ឬគាត់បានកុំភ្លេចតាមដានអ្នកនរឥឡូវចាប់ដើមឆែកមេមួយទៀតសិនតើឥឡូវអត់មួយបានមួយបងប្អូនអត់មួយបានមួយឥឡូវមេនេះយើងបង្កាត់ហើយមួយអារិជស័យការ៉េមួយអញ្ចឹង2មួយនោះខក2ដងហើយនោះតែយើងបានព្យាបាលវាដែរសំខាន់យើងបានឆែកទៅដឹងថាវាលាកស្បូនបានព្យាបាលហើយមេនេះគឺអត់អីទេអាចបង្កាត់បានបាទហើយយើងបានបង្កាត់ជូនគាត់ហើយមួយអារិជស័យការ៉េមួយគូបងនៅភូមិព្រៃកបោខាងឃុំស្នំកពើស្រុកកងមសីខេត្តកំពង់ស្ពឺអរគុណបងយប់ល្មម